Yo hello ក៏ដូចជាសួស្តីទៅកាន់អ្នកនរគ្នាខ្ញុំបាទ Dear Gaming ថ្ងៃនេះយើងមកជួបគ្នាអស់ទៀតហើយនៅក្នុង server រំដួលដែលថ្ងៃនេះគឺខ្ញុំបានមកប្រាប់ពី comment ខ្លះៗដែលយើងគួរដឹងនៅក្នុងការលេង server នីមួយៗនេះសើ comment នេះដែរភាគច្រើនគឺមានអ្នកស្គាល់ហើយសម្រាប់អ្នកដែលលេងលើ Java ហើយអ្នកដែលលេង account Click ដូចខ្ញុំអីគឺវាសំខាន់ខ្លាំងមែនទែនដូចជា register ហើយ /land/ អីគឺប៉ុណ្ណឹងឯងហើយ comment ទាំងនេះគឺវាសំខាន់នៅពេលដែលយើងទៅចូលលេង server ណាមួយដែលវាជា server Claimland ឬក៏server មិនមែន server Claimland ដូចជា server Dino server អីក៏ដោយតែយើងគួរដឹងខ្លះហើយគឺអ្នកតែអត់ទាន់ដឹងគឺមើលវីដេអូនេះគឺត្រូវហើយ comment ទាំងនោះគឺវាមិនសូវជាពិបាកទេគ្រាន់តែវាចាំបាច់ខ្លាំងនៅក្នុងពេលដែលយើងលេង server ហើយខ្ញុំនឹងប្រាប់ពីអត្ថប្រយោជន៍និងអីផ្សេងៗដែលទាក់ទងជាមួយនឹង comment ដែលខ្ញុំនឹងប្រាប់នៅខាងមុខទៀតអញ្ចឹងដូចជា server Master Club ដែលជា server Claimland Master Club រំដួល Sushi មីហ្គីតាហើយនិង server ផ្សេងៗទៀតដែលជា server Claimland អ្នកនេះគឺគួរដឹងគឺ server ទាំងនេះគឺគឺមាន comment ហើយ /Claimland អី claim ដូចគ្នាតែវាមិនសូវជាសំខាន់ទេសម្រាប់ការ Claimland ព្រោះអ្នកដែលចូលលេងទាំងអស់គឺដឹងពី server Claimland ហើយព្រោះមកពីគេដឹងថា server Claimland ឯងទើបគេស្គាល់ពីអត្ថប្រយោជន៍នៃការ Claimland យ៉ាងហ្នឹងគឺខ្ញុំមកប្រាប់ពីបាក់ comment ដូចជា 2-3 comment ដែលយើងគួរតែដឹងនៅពេលដែលយើងលេង server Claimland ឬក៏ទៅលេង server ណាមួយដែលវាត្រូវមាន player លើសពី2នាក់ឡើងអញ្ចឹង server ទាំងអស់ហ្នឹងវាតែងតែមានដូចជាបាទ TPA ឬក៏ /IMG ហ្នឹងឯងអញ្ចឹងហើយយើងទៅអ្នកនរគ្នាមុននឹងទៅអ្នកនរគ្នាជួយចុច like follow ជាមួយនឹងបាទ subscribe ខ្ញុំនៅមួយផងដើម្បីជាចម្លាំងចិត្តដែលខ្ញុំអាចធ្វើវីដេអូបន្តទៀតក៏ដូចជាអ្នកនរគូជួយចូលលេង server រំដួលនៅផងគឺបាទ chill ទេហើយសប្បាយនៅក្នុង server ហ្នឹងឯងហើយក៏មាន event អីផ្សេងៗសម្រាប់លេងនៅក្នុង server រំដួលផងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរអ្នកនរតោះយើងទៅទាំងអស់គ្នាហ្នឹងហើយ comment ដែលអ្នកនរគួរដឹងទីមួយគេបងអស់នោះគឺសម្រាប់លេង account Click លើ Java បាទគឺទាំងទូរស័ព្ទទាំង PC តែម្ដងឬក៏អ្នកដែលផ្លាស់ពីលេងពី Bedrock មកលេង Java អីគឺមើលវីដេអូហ្នឹងគឺត្រូវហើយcomment ទីមួយដែលយើងគួរដឹងដំបូងគេបងអស់នោះអ្នកដែលលេង Java គឺ comment register ដែលខ្លះគាត់ចូលមកក្នុង server គឺគាត់អត់ដឹងទេថាហេតុអីដែលពេលដែលគាត់ចូលនៅក្នុង server ហើយគាត់មិនអាចដើរទៅមុខបានព្រោះគាត់អត់ទាន់បាន register login ក្នុងការចូលលេងហើយនៅពេលដែលអ្នក register អ្នកនរកុំភ្លេចចាំ password ដែលយើងដាក់ផងប្រយ័ត្នបាទនៅពេលដែលយើងលេង game ហើយយើងចូលវិញគឺភ្លេចលេខកូដគឺចាប់បណ្ដោយ account ដែលយើងបាន register នៅក្នុង server ណាមួយគឺវាជាប់នៅនឹងឯងវាមិនអាចដូរ password មកទេព្រោះតែយើងចាំនៅ password ដែលយើងបានដាក់ហើយយើង login ចូលហើយបានយើងអាចដូរបានអញ្ចឹង comment register វាគឺសំខាន់ត្រង់ហ្នឹងឯងវាសំខាន់ត្រង់ដែលថាវាជា password ដែលយើងចូលលេង server ណោះនេះគ្រប់ server ម្ដងដែលឲ្យ server ដែលអាចaccount Click ដែលអាចចូលលេងបានគឺត្រូវ register តែម្ដងហើយរបៀប register ហ្នឹងគឺស្រួលទេគ្រាន់តែយើងដាក់ /register ហើយបន្ទាប់មកយើងដាក់ password យើង6បាទដូច6ខ្ទង់បាទ6ខ្ទង់ហើយដាក់2ដងឧទាហរណ៍ដូចជា /register ហើយយើងដាក់1 2 3 4 5 6 1 2 3 4 5 6ហ្នឹងទៅបន្ទាប់មកពេលដែលយើងលេះហើយយើងចូលវិញវានឹងឲ្យយើង /login ម្ដងទៀតក្នុងការ login នេះដែរគឺយើងត្រូវដាក់លេខកូដដែលយើងដាក់ register មិញហ្នឹងឧទាហរណ៍ដូចជា /login 1 2 3 4 5 6បាទយើងដាក់តែម្ដងទេបាទគឺការ register របស់យើងគឺបានសម្រេចហើយយើង login ចូលគឺហើយបន្ទាប់មកគឺជាចូលទៅ comment ទី2គឺជា comment TPA ដែលយើងគឺស្គាល់អស់នេះប៉ុន្តែគឺបាទអ្នកខ្លះគឺអត់តន់ចេះប្រើប្រាស់ជាមួយនឹង comment នេះទេបាទរបៀបប្រើប្រាស់វាគឺស្រួលខ្លាំងមែនតើគ្រាន់តែអ្នកខ្លះគឺគាត់អត់ទាន់យល់ពីរបៀបប្រើប្រាស់ជាមួយនឹងវា comment នេះទៅវាលឿនអញ្ចឹងយើងគ្រាន់តែចូលឆាតហើយដាក់ /TPA មកបន្ទាប់មកយើងដក clear ហើយដាក់ឈ្មោះដែលយើងចង់ TPA ទៅបាទបើចែកកន្លែងនេះឈ្មោះ Bedrock គឺយើងត្រូវដាក់ចេញពីមុខហ្នឹងនេះត្រូវដាក់ចេញពីមុខបើថាឈ្មោះ Java មិនដាក់ចេញទេបាទកន្លែងគឺសំខាន់អ្នកខ្លះគឺអត់ទាន់ដឹងទេបាទបន្ទាប់មកទៀតគឺយើងគ្រាន់តែ enter មកគឺរួចហើយដែលឈ្មោះដែលអ្នកដែលមាននៅក្នុង server ហ្នឹងគឺវា load មកនៅហើយបន្ទាប់មកទៀតនោះគឺយើងគ្រាន់តែឲ្យភាគីម្ខាងទៀតបាទ /TPA accept មកឬក៏ពួកគាត់អាចចេញនៅអាកន្លែងបានចាខ្ញុំប្រាប់នៅពេលក្រោយពេលដែលយើង enter ហើយយើងចាំមកបោះហើយយើងចេញ update មកយើងគ្រាន់តែបាទ confirm វាមកបន្ទាប់មកគឺយើងចាំដល់គេបាទ accept មកគឺហើយប៉ុន្តែបើអ្នកនរច្រឡំ TPA ខុសឈ្មោះហើយអ្នកនរចង់ cancel វិញបាទគឺងាយស្រួលទេគ្រាន់តែអ្នកនរចូលឆាតហើយវិញអ្នកនរដាក់ /TPA cancel មកបាទគឺរួចរាល់តែម្ដងក្នុងករណីដែលអ្នកនរចង់ឲ្យគេ TPA មកយើងតែគេអត់ចង់ TPA មកហើយយើងអាច TPA ហៀបានដែលការ TPA ហៀនេះគឺយើងទាញគេមកតែម្ដងដូចវាផ្ទុយពីការ TPA ទៅគេ
TPA ហ៊ាននេះគឺវាសម្រាប់អ្នកដែលចូលចិត្តលេង trade ឬក៏ខៀកគីម្ខាងទៀតគាត់អត់ចេះ TPA មកយើងទៅយើងគាត់តែ TPA ហ៊ាហើយយើងឲ្យគាត់ accept មកគឺរួចរាល់ហើយនេះឥឡូវគឺខ្ញុំប្រាប់ផ្លូវកាត់ដែលយើងស្រួលតែ click តាមមក click ទៅគឺយើងមិនបាច់ទៅ share សអីញ៉ៃ TPA អីទេយើងគ្រាន់តែចូលកន្លែង chat ហើយយើង click តាមមក click គឺហើយនេះដូចកន្លែងនេះខ្ញុំ TPA មកហើយគាត់ខ្ញុំ click លើអា click accept នោះមកគឺរួចរាល់តែម្ដងហើយយើងគ្រាន់តែ accept confirm នេះទៅគឺយើងអាច TPA ទៅឬក៏គេ TPA មកយើងឲ្យយើងទៅហើយនេះគឺ TPA ហ៊ាដែលយើង TPA គេមកវាស្រួលទេណោះនេះហ៊ាដាក់ slash TPA ហើយហ៊ាមកគឺបានហើយតែបើថាគេអត់ accept ទេគឺវាអត់មកដូចនេះតោះនេះវាដូចតែគេយើង TPA ទៅគេអញ្ចឹងបើថាគេអត់ accept ទេគឺយើងអត់ទៅអញ្ចឹងអា TPA នេះបើយើង TPA គេមកហើយបើគេអត់ accept អាហ្នឹងក៏គេអត់មកដែរវីដេអូយើងមានតែប៉ុណ្្នឹងហើយ Goodbye ណាស់នេះជួបគ្នានៅវីដេអូក្រោយ